សិភីថតពីលើអគារនេះទៅយកបងប្អូនពីនឹងទីពេទ្យកាឡម៉ៃទីជាន់ទី7ទៅនេះគឺទិដ្ឋភាពនៅពេលយប់នេះទីក្រុងភ្នំពេញនៅទីពេទ្យកាឡម៉ៃណាចាំយើងថតពីលើទៅវាឃើញបាត់នេះឯងបងប្អូនយើងនៅជាន់ទី7អញ្ចឹងទៅថតបានទៅបែបនេះទេតែឆ្ងល់ថាមិនគេថតដែរអញ្ចឹងដោយសារតែអ្នកថតហ្នឹងនៅឈរនៅជាន់ទី7មួយខែអ្នកជំងឺបាក់ឈឺគេនឹងទីពេទ្យកាឡម៉ៃបងប្អូនមកទីក្រុងភ្នំពេញយើងហ្នឹងនេះចរាចរណ៍តាមផ្លូវមុខទីពេទ្យហើយទៅយប់ចឹងទៅស្កក់ស្ទើរទៅបងប្អូននេះដោយសារតែយប់តាមបានប្រកបនេះសំឡេងតែអត់ស្ទះចរាចរណ៍ទេដោយសារតែយប់ទៅបងប្អូនណាហើយឡានជប់មកដោយសារចាប់ពេល stop ក៏អត់ស្ទះច្រើនដោយសារឡានតិចអត់បានស្ទះយូរទេទី stop គឺដល់ហើយដល់ទៅណា stop គឺទៅហើយលេងគឺទៅហើយបងអូននេះណានៅបងនេះស្ពីនជួយច្បាស់បងអូនភ្លេងលឿនពីណាស្ពីនជួយច្បាស់ណាអូនទៅយកទៅមកច្រាំងនៅផ្សារមើលពីលើទៅដូចអត់ឃើញស្ទះបងអូនណាពេលយើងចេះទៅឆ្លងផ្លូវរួចទេអ្នកខ្លះក៏ឆ្លងផ្លូវរួចទេដោយសារតែឡានទៅច្រើនតែបើចំពោះខ្ញុំវិញអត់អីទេស្រួលឆ្លងទេតែផ្លូវតាមខេត្តអូឆ្លងរួចទេបងអូនអើយបបាក់ឆ្លងណាស់កាន់តែស្ងាត់កាន់តែគ្រោះថ្នាក់ផ្លូវតាមខេត្តហ្នឹងបងអូនតែបើនៅទីក្រុងអញ្ចឹងស្រួលឆ្លងវិញអត់បញ្ហាចំពោះខ្ញុំណាតែបើចំពោះបងប្អូនវិញដឹងមិនដែរខ្ញុំមិនដឹងទេតែលើថាខុសគ្នាអញ្ចឹងណាណាបើខ្ញុំវិញនៅទីក្រុងខ្ញុំស្រួលឆ្លងផ្លូវតែបើនៅតាមខេត្តបងអត់ស្រួលឆ្លងបងអូននៅឡានបើកលឿនហើយអត់ងាយបានឆ្លងទេចង់ប្រាប់ចឹងបងអូនអរគុណច្រើនបងអូនវីដេអូនៅមុខពេទ្យកាឡម៉ៃពេលយប់គឺមានតែប៉ុណ្ណេះឯងណាបងអូនណាអរគុណច្រើន